ហើយពួកអាចច្រូចឥឡូវឆាប់ទៅយកមនុស្សស្រីម្នាក់នោះមកយើងចង់សួររៀងថាតើរៀងព្រមធ្វើជាឧត្តមស្វាមីច្រឡំព្រមធ្វើជាអគ្គមហេសីរបស់យើងដែរទេទទួលបញ្ជាព្រះអង្គណែដៃឆ្វេងឲ្យតែដេញតុងទីនថ្ងៃមុននឹងបាននៅអូតុងទីនលោកម្ចាស់ឲ្យតែដេញថ្ងៃមុននឹងមេរត់បាត់ហើយគ្រាន់តែរឿងបាត់ដឹងក៏ឲ្យគេបោកបានដែរពួកឯងនេះស៊ីបាយអស់តែអង្គរនេះមកដល់ហើយលោកម្ចាស់ខ្ញុំសូមគោរពព្រះអង្គយើងចង់ឲ្យនាងក្លាយជាមហេសីរបស់យើងហើយដើម្បីនាងនៅតែមិនព្រមចាព្រះអង្គខ្ញុំម្ចាស់មានម្ចាស់បេះដូងរួចហើយអញ្ចឹងមិនអាចយកព្រះអង្គធ្វើជាស្វាមីបានទេហើយចាស់បានរៀបការជាមួយគ្នានៅមិនទាន់រៀបការទេព្រះអង្គគ្រាន់តែជាសង្សារនឹងគ្នាអូបើនៅត្រឹមជាសង្សារគឺគ្មានបញ្ហាទេក្បត់វាទៅមកស្រឡាញ់យើងវិញអត់ទេព្រះអង្គខ្ញុំម្ចាស់មិនអាចធ្វើអញ្ចឹងបានទេព្រមឬមិនព្រមគឺជាសិទ្ធិរបស់នាងយើងមិនបង្ខំទេប៉ុន្តែនាងមានផ្លូវជ្រើសរើសតែពីរប៉ុណ្ណោះទី1ខ្លាយជាអគ្គមហេសីរបស់យើងនាងនឹងរស់ស្រួលចង់ hamburger ចង់ oyster ចង់ pizza ក៏ប៉ុន្តែបើសិនជានាងមិនព្រមធ្វើអគ្គមហេសីរបស់យើងទេនោះនាងនឹងខ្លាយជាទេសកលនៅទីនេះជារៀងរហូតយ៉ាងម៉េចដែរចាព្រះអង្គខ្ញុំម្ចាស់សូមគិតមួយរយៈសិនមិនអីទេយើងនឹងផ្ដល់ពេលវេលាឲ្យនាងមួយសប្តាហ៍ទៀតតែបើនៅតែមិនបានចម្លើយទេនាងនឹងខ្លាចជាទេសកលហើយចាខ្ញុំម្ចាស់សូមអរគុណព្រះអង្គដៃស្រាំយកនាងទៅឃុំវិញទទួលបញ្ជាព្រះអង្គសូមជម្រាបរឿងមួយទៅកាន់ព្រះអង្គរឿងស្អីគេព្រះអង្គណែខ្ញុំឥឡូវដាច់លុយហើយខែនឹងសំបើកមុនខែអេដល់កហើយប្រាក់ខែទើបបើកបានកន្លះខែមុនសោះឥឡូវចាយអស់ទៀតហើយចាយដល់កហើយបើអីទេចាប់បើកឲ្យទូបង្គំសូមអរគុណព្រះអង្គទូបង្គំក៏សំបើកមុនខែដែរចិត្តឆ្លងឆ្នាំហើយមិនអីទេយើងនឹងបើកឲ្យតែពីរនាក់ហ្នឹងកុំឲ្យច្រណែនគ្នាហើយអូនឯងមានសង្សារនៅចាខ្ញុំអត់ទាន់មានទេហើយសួរធ្វើអីចឹងបងចេះតែសួរទៅខ្លាចប៉ះចំសង្សារគេអញ្ចឹងណាចាមិនអីទេខ្ញុំអត់មានសង្សារទេចិត្តឆ្លងឆ្នាំអញ្ចឹងអត់រោអ្នកកាន់ដៃមើលកញ្ជ្រួចជាមួយគ្នាទេគ្រាន់តែមើលកញ្ជ្រួចចាំមានអ្នកកាន់ដៃដែរណែអូនអ្នកទៅមើលកំជ្រួចបានណាសិតតែអ្នកមានគូទេបានគេឲ្យទៅមើលបើអ្នក single គេឲ្យដេកផ្ទះអូខ្ញុំអត់ដឹងសោះនេះតែខ្ញុំក៏ចង់បានអ្នកកាន់ដៃជាមួយគ្នាដែរប៉ុន្តែខ្ញុំអត់ហ៊ានយកទេខ្លាចគេបោកអូបើនិយាយរឿងបោកប្រុសផ្សេងខ្ញុំអត់ដឹងទេប៉ុន្តែបើប្រុសខ្ញុំនេះគឺធានាស្មោះស្ម័គ្រ 1000%ណែអូនមកក្រុមមិត្តភក្តិរបស់បងគឺមានតែបងទេដែលសង្ហាជាងគេផុតលេខនោះបងដើរទៅណាមកណាគឺគេតែងតែហៅបងថាលីមីនហួរចាហើយប៉ាបងឯងនិងម៉ាក់បងឯងគាត់ធ្វើអីដែរអូប៉ាបងគាត់ខាងគម្រោងដីឡូខាងលក់បូរីលក់អីចឹងណាហេឲ្យធ្វើស្រែសោះក៏ហក់គេថាលក់បូរីចំណែកឯម៉ាក់បងវិញលក់ពេជ្រនៅផ្សារថ្មីអូយស្ដាប់ទៅបងមិនមែនអ្នកកូនធម្មតាទេហេបងរត់ថ្ងៃនៅរៀនឬក៏ធ្វើការហើយឥឡូវនេះបងរៀនចប់ហើយអូនហើយឥឡូវនេះបងគឺជាគេហៅថានាយកប្រតិបត្តិសន្តាគារអញ្ចឹងណាហើយ business នៅស្រុកខ្មែរសឹងតែ 40% ហើយបងជាអ្នកកាន់កាប់ទាំងអស់ហ្នឹងអូទិញពងមាន់អាំងថ្ងៃមុនអត់មានលុយឲ្យគេផងសិតតែនាយកប្រតិបត្តិអូយបងពិតជាសំណាងមែនហ្នឹងហើយអូននិយាយទៅមកក្រុមមិត្តភក្តិរបស់បងដែរទៅណាមកណាគឺបងជាអ្នកបើពួកវាទាំងអស់និយាយទៅពួកវាអត់មានលុយទេប៉ុន្តែបងនៅតែរាប់អាននិយាយទៅពួកវាអត់ប្រយោជន៍ហ្មងទ្រាំឡើងបានហើយវើយណែអាមកចាំមកទៀតឯងលួចនិយាយអាក្រក់យើងពីក្រោយខ្នងផងឥឡូវអូនចឹងប៉ុណ្្នឹងឯណាមិត្ត
មកខ្ចីលុយខំញ៉ាំអើយក្តៅណាស់ឯងថាយើងអត់ប្រយោជន៍ដើរជាមួយឯងទៅរហូតអីអាបកាយោអាមិត្តទូរទស្សន៍ណែដកដង្ហើមឲ្យវែងមួយណែឯងមិននិយាយអាក្រក់ពីមិត្តភក្តិខ្លួនឯងចឹងណាណែសម្លាញ់ស្ដាប់គ្នាសិនបើយើងតាក់ទងមនុស្សស្រីយើងត្រូវតែលើកខ្លួនឯងចឹងហើយតែលាក់មិត្តភក្តិឯងទិញទួយទៅហើយតាពិតទៅពួកយើងទាំងអស់គ្នាសិតតែអត់ប្រយោជន៍ដូចគ្នាហ្នឹងចឹងឯងនិយាយមិញគ្រាន់តែអួតគេកុហកគេទេត្រូវហើយសម្លាញ់ហើយឯងមានលុយអត់មានណាគ្នាឃ្លានមកជួវិញតែទិញមកជួហូបតអូខេហើយនឹកប្តីខ្លួនឯងដល់ហើយគាត់មរណភាពទៅច្រើនឆ្នាំហើយចង់បានអ្នកមកស្អំបេះដូងដែរប៉ុន្តែខ្លាចគេធ្វើបាបកូនហើយអាកូនក្បាលរឹងនោះអត់ឲ្យតែបាញ់ផាប់ជីទេនៅខំរឹងក្បាលចង់ទៅទៀតបដ ாய் ឲ្យមកក្តារហ្មងតាដេចិត្តតាកំពុងធ្វើអីទៅអូពងៅទេហ៎ខ្ញុំកំពុងតែអង្គុយលេងហ្នឹងឯងហើយពងៅទៅណាមកណាវិញនោះដេបងចេះតែដើរលេងដែរទេខៃឡូដើរទៅជួបស្នេហ៍តាមដងផ្លូវតាមអូអីចឹងណាអូយសិតតែរកស្នេហ៍ទៀតមកបងអង្គុយលេងសិនដេចិនដាស្រែស្រូវឆ្នាំដឹងបាញ់ដែរចាពូស្រូវឆ្នាំនឹងល្អគួរសមហើយចាស្រែពងៅឯងខ្ញុំមិនដែរស្រែខ្ញុំពីហាត់នៅជាប់ផ្លូវលំនឹងគឺល្អដែរប៉ុន្តែបើហាត់ទៀតនៅជាប់តាពាំងនឹងគឺរៀងធ្លាក់តិចដេចិនដាខ្ញុំសូមសួររឿងមួយបាទអត់មានរឿងអីដែរសួរមកហើយរាល់ថ្ងៃនេះចិនដាមិនមេម៉ាយចាពូហើយអត់គិតគូរកអ្នកស្អំបេះដូងម្នាក់អីទេអីចាពូចង់បានដែរហ្នឹងតែខ្លាចគេធ្វើបាបកូនខ្ញុំហ៎អូមិនអីទេបើគេស្រឡាញ់យើងមែនណាគេក៏ស្រឡាញ់កូនយើងដែរចាពូណែដេខ្ញុំមានរឿងមួយចង់សារភាពសារភាពអីគេពូដេខ្ញុំណែនិយាយលឿនមកពូបងចង់ប្រាប់ទៅអូនចិនដាថាបងលួចស្រឡាញ់អូនតាំងពីយូរមកហើយថ្ងៃនេះមកសារភាពស្ដាយថាបងស្រឡាញ់អូនពូនិយាយលេងយីមែនអូយរឿងស្នេហាទៅនិយាយលេងសើចបែកពូនិយាយបែកអូយកុំហៅពូអីហៅបងវិញទៅអូយពូលេងចឹងហ្មងណែខ្ញុំមិនប្រកាន់ទេឲ្យតែពូស្រឡាញ់ខ្ញុំពិតប្រាកដហើយមួយទៀតត្រូវស្រឡាញ់កូនរបស់ខ្ញុំដែរណែបងស្រឡាញ់អូនចេញពីចិត្តពិតប្រាកដហើយមួយទៀតអាគុជបងស្រឡាញ់វាដូចកូនបង្កើតបងអញ្ចឹងតែខ្ញុំមិនទាន់យល់ព្រមទាំងស្រុងទេណាចាំមើលចិត្តបងឯងសិន Yes សារភាពបានជោគជ័យអូខេចិត្តដាអរគុណដែរដែលផ្ដល់ឱកាសឲ្យបងអូយមកជូរនេះឆ្ងាញ់មែនប៉ុន្តែយើងហឹរខ្លាំងតិចមកជូរតោះតែហឹរបានវាឆ្ងាញ់ណែរត់ឯងមើលឪបងឯងបងស្រឡាញ់អូនតាំងពីយូរមកហើយតែអត់ហ៊ានសារភាពខ្លាចអូនឯងបដិសេធបើមិនទាន់សារភាពផងមិនដឹងថាគេបដិសេធតែឥឡូវដឹងហើយគេយល់ព្រមអត់យល់ព្រមដឹងហើយបងសន្យាថាមិនធ្វើឲ្យអូនឈឺចាប់ទេជុំយាយគ្នាចិត្តបានម៉ែហើយវិញ Congratulations សម្លាញ់